សួស្តីបងប្អូនទាំងអស់គ្នារដូវកាលនេះគឺជារដូវកាលដែលសម្បូរអំបុកដូច្នេះថ្ងៃនេះនាងខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាពីរបៀបលីងអំបុកជាមួយនឹងបង្គាក្រៀមសាច់ជ្រូកចិញ្ច្រាំចំពោះគ្រឿងផ្សំមានដូចជាអំបុកបង្គាក្រៀមសាច់ជ្រូក3ជាន់ខ្ទឹមសហើយនិងស្ករត្នោតបើយើងអត់ស្ករត្នោតទេបងប្អូនអាចដាក់ស្ករសក៏បានដែរប្រេងខ្យងម្សៅស៊ុបហើយនិងទឹកស៊ីអ៊ីវអានឹងតាមចំណង់ចិត្តបងប្អូនបើសិនបងប្អូនអត់ចូលចិត្តទឹកស៊ីអ៊ីវទេមិនបាច់ដាក់ក៏បានដែរព្រោះអីប្រេងខ្យងហើយនិងម្សៅស៊ុបនឹងវាមានជាតិប្រៃស្រាប់ហើយសម្រាប់របៀបធ្វើគឺងាយទេនាងខ្ញុំគិតថាបងប្អូនខ្លះក៏គាត់ចេះធ្វើរួចមកហើយដែរនេះគ្រាន់តែនាងខ្ញុំចែករំលែកពីរបៀបដែលគ្រូសានាងខ្ញុំធ្លាប់តែធ្វើទេដំបូងគឺយើងយកបង្គាក្រៀមហ្នឹងយកមកត្រាំទឹកទុកខ្ទង់ប្រហែលជាខ្ទង់20នាទីនៅពេលដែលយើងត្រាំទឹកបង្គាក្រៀមហ្នឹងហើយយើងឆ្លៀតយកសាច់ជ្រូក3ជាន់លាងឲ្យស្អាតហើយយកមកចិញ្ច្រាំវាឲ្យម៉ត់ខ្ទឹមសក៏បងប្អូនត្រូវចិញ្ច្រាំវាឲ្យម៉ត់ដើម្បីយកមកឆាជាមួយសាច់ជ្រូកអញ្ចឹងបន្ទាប់មកទៀតបងប្អូនអាចយកអំបុកយកមកលីងនៅពេលដែលបងប្អូនលីងអំបុកហ្នឹងគឺត្រូវលីងដាក់ភ្លើងកុំខ្លាំងភ្លេចភ្លើងតិចហ្មងបានហើយយើងលីងឲ្យវាឡើងក្រហមតែកាលណាបងប្អូនអត់លីងឲ្យវាក្រហមទេអំបុកយើងហ្នឹងវាអត់ស្រួយល្អទេហើយក៏ទុកអត់បានយូរដែរបន្ទាប់ពីបងប្អូនលីងអំបុកហ្នឹងហើយយើងអាចយកកញ្ឆេងមួយមកដើម្បីយកមករែងវាឲ្យចេញកតិចវាចេញកតិចមានកតិចអង្កាមកតិចអីក្នុងហ្នឹងរែងចេញឲ្យអស់ដើម្បីនៅពេលដែលយើងញ៉ាំទៅកុំឲ្យវាស្កាបអានេះតាមទម្លាប់គ្រួសារបងប្អូនទេអ្នកខ្លះគាត់គិតថាមិនបាច់ពេលលីងហើយមិនបាច់យកមករែងដើម្បីយកកតិចវាចេញអញ្ចឹងទេយើងអាចយកទៅលីងជាមួយសាច់ជ្រូកមួយប្រទាយកហ្មងក៏បានដែរប៉ុន្តែបើសិនជាយើងអត់លីងចេញអញ្ចឹងពេលដែលយើងញ៉ាំទៅវាស្កាតនៅដីនៅជាប់អាសបកស្រូវហ្នឹងណាគេហៅកាមកតិចអង្កាមហ្នឹងហើយយើងញ៉ាំទៅវាអាចស្កាតចឹងមិនត្រឡប់ខ្ញុំលីងហើយតែងតែយកមករែងវាចេញបន្ទាប់ពីយើងលីងបុករែងបុកវាស្អាតអស់ហើយយើងអាចងាកទៅស្រង់បង្គាក្រៀមដែលយើងត្រាំមុនហ្នឹងស្រង់វាលាងទឹកវាមកទឹកថែមទៀតឲ្យវាអស់ដាក់កាក់ដីកាក់អីយើងដាក់លើកញ្ឆេងឲ្យវាស្រស់ទឹកឲ្យស្ងួតសិនណាហើយបើយើងយកខ្ទឹមដែលយើងចិញ្ច្រាំរួចហ្នឹងយកមកឆាបំពងវាកំឡោចខ្លាញ់វាហ្នឹងឲ្យក្រហមបន្ទាប់ពីខ្ទឹមយើងក្រហមឈ្ងុយហើយឡើងឈ្ងុយហើយគឺបងប្អូនអាចយកស្ករត្នោតយកមកដាក់ឆាវាកំឡោចស្ករហ្នឹងឲ្យឡើងគេហៅថាឡើងជើងក្រងកំឡោចស្ករឈ្ងុយហើយមើលតែវាឈ្ងុយហើយឡើងជើងក្រងហើយគឺបងប្អូនអាចដាក់ទឹកស៊ីអ៊ីវចូលបានដូចនេះខ្ញុំជំរាបពីដើមអញ្ចឹងទឹកស៊ីអ៊ីវហ្នឹងអានឹងស្រេចតាចំណង់ចូលចិត្តបងប្អូននេះបងប្អូនចង់ដាក់ក៏បានមិនដាក់ក៏បានតែសម្រាប់នាងខ្ញុំដាក់ទៅដើម្បីឲ្យវាឈ្ងុយនៅពេលដែលយើងកំឡោចស្ករត្នោតហ្នឹងហើយយើងដាក់ទឹកស៊ីអ៊ីវទៅឈ្ងុយហើយយើងដាក់សាច់ជ្រូកឆាចូលទៅវាឈ្ងុយចូលសាច់ជ្រូកហ្នឹងតែម្ដងនៅពេលដែលបងប្អូនកំឡោចស្ករឈ្ងុយហើយដាក់ទឹកស៊ីអ៊ីវចូលមើលតែឈ្ងុយហើយយើងអាចយកសាច់ជ្រូកឆ្ងាញ់ដែលយើងឆ្ងាញ់រួចហ្នឹងយកមកដាក់ឆាជាមួយឲ្យវាសព្វសាច់យើងឆាសាច់ហ្នឹងឲ្យវាឆ្អិនតិចណាចាំយើងដាក់ម្សៅស៊ុបខ្នុរចូលនៅពេលហ្នឹងគឺបងប្អូនអាចលៃលកតាមនឹងបានសម្រាប់ខ្ញុំភាសាសាច់ជ្រូកខ្ញុំកន្លះគីឡូចឹងខ្ញុំដាក់ម្សៅស៊ុបខ្នុរហ្នឹងមួយកូនស្លាបព្រាកាហ្វេយើងឆាសាច់ជ្រូកហ្នឹងឲ្យសព្វសាច់ជាមួយនឹងម្សៅស៊ុបហ្នឹងហើយក៏ដូចជាស្ករត្នោតដែលយើងកំឡោចហ្នឹងយើងដាក់វាឲ្យស្ងួតតិចណាសាច់ហ្នឹងចាំយើងដាក់ប្រេងខ្យងចូលបន្ទាប់ទៀតសម្រាប់ប្រេងខ្យងគឺបងប្អូនអាចលើតាមនឹងដែរព្រោះអីកុំទាន់ដាក់ប្រេងខ្យងច្រើនពេកខ្លាចប្រៃយើងទឹកស៊ីអ៊ីវក៏វាប្រៃហើយម្សៅស៊ុបក៏យើងប្រៃដែរហើយអញ្ចឹងបានក្នុងវីដេអូនេះបងប្អូនបានឆ្ងល់ឃើញខ្ញុំអំបិលព្រោះអីក្នុងម្សៅស៊ុបហ្នឹងវាមានជាតិអំបិលស្រាប់ហើយអញ្ចឹងខ្ញុំគិតថាបាច់ដាក់ថែមអំបិលទៀតទេខ្លាចវាប្រៃខ្លាំងពេកបងប្អូនចង់ដាក់បន្ថែមអំបិលទៀតក៏បានដែរគ្រាន់តែថាពេលយើងបន្ថែមអំបិលទៀតយើងបន្ថយដៃទៀតណាម្សៅស៊ុបហ្នឹងយើងបន្ថយតិចទៅហើយនឹងទឹកស៊ីអ៊ីវយើងមិនដាក់ក៏បានដែរប្រេងខ្យងក៏យើងបន្ថយដៃដែរទៅកាលណាដាក់ច្រើនពេកអំបិលផងម្សៅស៊ុបផងប្រេងខ្យងផងវាធ្វើឲ្យប្រៃខ្លាំងហ
ហើយសម្រាប់បុកលីងជាមួយពធាក្រៀមមួយសាច់ជ្រូកនេះយើងអត់តម្រូវឲ្យវាមានរសជាតិដិតខ្លាំងតែកាលណាដិតខ្លាំងពេកវាអត់សូវឆ្ងាញ់ណានៅពេលដែលយើងឆាសាច់ជ្រូកជាមួយនឹងគ្រឿងដែលយើងលីងហើយយើងឆាវាស្ងួតសាច់តិចណាដើម្បីឲ្យសាច់យើងឆ្អិនល្អបើសិនជាវាអត់ស្ងួតល្អទេនៅពេលដែលយើងយកទៅលីងជាមួយនឹងអំបុកយើងធ្វើអំបុកយើងវារីកហើយអាសាច់ជ្រូកដែលវាអត់ឆ្អិនល្អនោះក៏វាធំក្លិនសាសាសាច់ជ្រូកពេលបងប្អូនឃើញថាសាច់ជ្រូកយើងឆាទៅឆ្អិនល្អស្ងួតល្អហើយយើងអាចដាក់ពធាក្រៀមយើងចូលឆាច្បល់ឲ្យសព្វជាមួយបានបន្ទាប់ពីយើងចាក់ចូលពធាក្រៀមជាមួយឆាជាមួយសាច់ជ្រូក3ជាន់យើងមើលឲ្យវាស្ងួតល្អតិចហើយចាំយើងយកអំបុកដែលយើងលីងរួចហ្នឹងយកមកចាក់ច្បល់ជាមួយគ្នាយើងច្បល់ឲ្យសព្វហើយចាំយើងឆាឬក៏អាហ្នឹងលីងវាស្ងួតយើងមិនឆាទេអានេះគេហៅលីងទេលីងវាតតែស្ងួតតតែស្ងួតល្អកាលណាតាវាអត់ស្ងួតទេយើងទុកអំបុកនោះអត់បានយូរហើយអំបុកនោះក៏វាអត់ស្រួយដែរយើងលីងវាចុះឡើងឲ្យស្ងួតឲ្យអំបុកនឹងចូលសព្វសាច់ជាមួយសាច់ជ្រូកមួយពគានឹងឲ្យស្ងួតល្អឲ្យវារាងក្រហមបានចាត់ទុកថាជាការស្រេចសម្រាប់វីដេអូចែករំលែកអំពីរបៀបធ្វើអំបុកលីងជាមួយនឹងបង្គាក្រៀមសាច់ជ្រូកចិញ្ច្រាំហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចសាកល្បងធ្វើតាមនាងខ្ញុំបានហើយជាចុងក្រោយនេះដែរនាងខ្ញុំក៏សូមការអធិស្ឋានពីបងប្អូនទាំងអស់គ្នាបើសិនជានាងខ្ញុំប្រើប្រាស់ពាក្យពេចន៍នៅក្នុងវីដេអូនេះខុសឆ្គងត្រង់កន្លែងណាសូមបងប្អូនអធិស្ឋានផងសូមអរគុណសូមជម្រាបលា